មែនជោគជ័យ Facebook YouTube ឬក៏បានលុយធ្លាក់ពីលើមេឃអីមកជួសជុលផ្ទះឬក៏ធ្វើផ្ទះធំអីទេជាងរ៉ាត់ជាងរើជាងរុះរើជាងធ្វើថាប៉ិនប្រសពខ្លាំងចំណេះជំនាញការធ្វើរបស់គាត់គឺប៉និតមែនតើខ្ញុំហ៊ានឲ្យថាប៉និតជាមួយនឹងក្រុមការងាររបស់គាត់គឺស្ពតស្មៃមែនតើក្នុងការធ្វើផ្ទះមួយនេះថ្ងៃនេះខ្ញុំនាំពុកម៉ែបងមកមើលផ្ទះមួយខ្នងម្ដងផ្ទះវិឡាកូនកាត់ផ្ទះដបូលបុកផ្ទះកអត់20ថាមុំក៏មុំតាន់ក៏តាន់និយាយពីថាការរស់នៅវិញតកូនតចៅហើយផ្ទះមួយខ្នងហ្នឹងពោះអត់20ធ្វើផ្ទះបាន2ហើយគាត់ចំណាយពេលធ្វើផ្ទះហ្នឹងគឺសម្រិតសម្រាំងមែនតើជាមួយនឹងការបៀតឆ្នាំជាមួយនឹងការធ្វើផ្ទះតាំងពីបុកគ្រឹះឡើងរហូតដល់បច្ចុប្បន្ននេះហើយខ្ញុំមកអត់ទាន់ទេពេលគាត់បុកគ្រឹះហ្នឹងបើសិនតែខ្ញុំនៅទាន់ខ្ញុំប្រហែលជាបង្កើតមាតិកាវីដេអូតាំងពីបុកគ្រឹះឲ្យពុកម៉ែបងប្អូនមើលហើយតែនឹងខ្ញុំអត់បានមកទាន់ទេខ្ញុំមកទាន់បងប្អូនគាត់ហៅមកគាត់ថានាំទៅមើលផ្ទះមួយកន្លែងហ្នឹងស្អាតអីហ្នឹងផ្ទះគាត់កំពុងតែធ្វើអញ្ចឹងខ្ញុំឃើញផ្ទះហ្នឹងស្អាតអាចចែករំលែកទៅពុកម៉ែបងប្អូនបានមានប្រាក់តិចតួចអីល្មមអាចតាក់ទងមកជាងធ្វើផ្ទះល្មមប៉ុណ្ណឹងបានលក្ខណៈគ្រួសារតូចគ្រួសារធំអត់10អត់20តែផ្ទះហ្នឹងក៏អត់20ថាតន់ខ្លាំងដូចខ្ញុំឮមកថាម្ចាស់ផ្ទះគាត់កំងឲ្យមានបន្ទប់ការ៉ាអូខេមកបន្ទប់នៅខាងក្រៅហើយមានបន្ទប់នៅខាងក្រៅហើយមានកន្លែងចតឡានហើយខាងក្នុងមានបន្ទប់2បន្ទប់ទឹក2មានកន្លែង counter កន្លែង counter ក្លុកស្រាមានចក្រានមានអីថាអែមែនតើនេះគ្រាន់តែបាន60ទៅ70%ទេផ្ទះនឹងស្អាតប៉ុណ្ណឹងហើយចូលតរំតែបានដល់80-90%ដាក់ភ្លើងទៅអីទៀតនឹងស្អាតប៉ុណ្ណាទេអានឹងខ្ញុំប្រហែលជាមកចូលរួមហើយថ្ងៃដែលឡើងផ្ទះថ្ងៃដែលឡើងគេអាតាថ្មីហ្នឹងអញ្ចឹងខ្ញុំបង្កើតមាតិកាវីដេអូផ្ទះទាំងមូលពេលដែលកំពុងសាងសង់បានប្រហែលជា60%ហ្នឹងជូនពុកម៉ែបងទស្សនាថាផ្ទះបាន60%ហើយក៏អត់20ទំហំប៉ុណ្ណាហើយតាន់ប៉ុណ្ណាថាស្រស់ស្អាតប៉ុណ្ណាចូលទៅត្រជាក់ត្រឈឹមព្រោះផ្ទះថ្មផ្ទះក្រាលការ៉ូចូលទៅដឹងត្រជាក់ហើយដឹងតែត្រជាក់ស្រួលត្រជាក់ស្រិបមែនតើហើយគាត់គិតគូខ្លាំងគិតគូតាំងពីបន្ទប់អនាម័យបន្ទប់ទឹកជ្រាំទឹកលាងចានទឹកលាងកែវទឹកកលុកកលៀតគៀតកោះដែលយើងប្រើប្រាស់ចេញពីក្នុងផ្ទះទៅគាត់អត់ឲ្យហូរទៅកលុកកលៀតណាទេជាងគាត់គិតគូអស់ហើយគាត់គិតគូមុនម្ចាស់ផ្ទះទាំងអស់ព្រោះគាត់ដឹងថាធ្វើផ្ទះមួយការរស់នៅប្រកាសจะមានផលប៉ះពាល់ទៅឆ្វេងទៅស្ដាំទៅនៅចិត្តខាងហើយជាពិសេសទឹកជ្រាំទឹកហូរចេញពីបន្ទប់ទឹកចេញពីផ្ទះបាយអីហ្នឹងចឹងគាត់កអាងទម្រៅ3ម៉ែត្រទៅខាងក្រោមទំហំក៏ធំសម្រាប់ស្តុបទឹកទាំងទឹកបន្ទប់ទឹកទាំងទឹកចេញពីកន្លែងលាងចានទាំងបន្ទប់ទឹកទាំងអីទាំងអស់គឺគាត់តម្លាក់ទៅខាងក្រៅហើយអត់ឲ្យមានហូរច្រំអីណាកង្គៀនគេទេហើយម្ចាស់ផ្ទះដូចខ្ញុំដឹងមកថាគាត់ប្រហែលជាអាចនឹងធ្វើសួនធ្វើការឡើយជុំវិញនឹងថាខ្ញុំគាត់ថាសម័យមើលទេថាផ្ទះ60%ស្អាតប៉ុណ្ណឹងចូលទៅរំតែបានទៅដល់70-80%ទៀតបើចង់បានលេខទូរស័ព្ទជាងឬក៏តាក់ទងមកជាងខ្ញុំដាក់លេខទូរស័ព្ទនៅខាងលើឲ្យអត់ពិបាករកទេចាំខ្ញុំដាក់លេខទូរស័ព្ទឲ្យតាក់ទងទូជាងឲ្យគ្រាន់តែបន្ទប់ទឹកហើយនឹងកន្លែងអាងស្តុបទឹកហ្នឹងថាធំខ្លាំងអាងស្តុបទឹកគាត់ក៏ជ្រៅ3ម៉ែត្រហើយធំក៏ធំសម្រាប់ស្តុបទឹកតកូនតចៅអត់ចាំបាច់ស្ទះឬក៏ហៅជាងមកបូមលួយទេប្រើរាប់ឆ្នាំប្រើតកូនតចៅខ្លាំងមែនទេព្រោះជាងគាត់គិតគូហើយគាត់គិតគូតាំងពីអនាម័យតាំងពីការរស់នៅគាត់រៀបចំហើយអញ្ចឹងបើចង់បានលេខទូរស័ព្ទជាងខ្ញុំដាក់នៅខាងលើឲ្យហើយសម្រាប់ប៉ាវេមផ្ទះទាំងមូលហ្នឹងខ្ញុំថតឲ្យមើលម៉ូតដបូលបុកហើយអត់20ម៉ូតដបូលបុកអត់20វិឡាវិឡាកូនកាត់ប៉ុន្តែម៉ូតនេះគឺស័ក្តិសមនឹងការរស់នៅមែនតើស័ក្តិសមនឹងការរស់នៅជាលក្ខណៈគ្រួសារតូចលក្ខណៈគ្រួសារធំថាជីវិតរស់នៅយ៉ាងមានសុភមង្គលតែម្ដងហើយមានកន្លែងចតឡានយ៉ាងធំទូលាយទៀតផ្ទះហ្នឹងមិនមែនជាផ្ទះតែគេហៅខ្ញុំរីវីយូទេតែខ្ញុំស្គាល់គាត់នៅហ្នឹងគាត់នាំមកលេងហើយគាត់នាំមកមើលផ្ទះដែលគាត់កំពុងធ្វើទៅខ្ញុំក៏ផ្តិតយករូបភាពវីដេអូទាំងអស់ជូនពុកម៉ែមកទស្សនាពួកខ្ញុំគិតថាផ្ទះហ្នឹងស្អាតហើយជាងក៏គាត់ធ្វើបានស្អាតចឹងខ្ញុំចែកជូនវីដេអូទាំងអស់គ្នាដើម្បីឲ្យបានឃើញជាងនឹងបានលេខទូរស័ព្ទជាងឲ្យចង់តាក់ទងធ្វើផ្ទះឬក៏ធ្វើអីហៅគាត់ទៅព្រោះខ្ញុំឃើញគាត់ធ្វើស្អាតមែនចឹងខ្ញុំមានអីទេមានតែប៉ុណ្្នឹងឯងមានតែជូនពរឲ្យពុកម៉ែបងប្អូនរកឧទ្ទិសរៀនបានទៅណាមកណាជួបតែក្តីសុខនិងសុខចម្រើនទាំងអស់គ្នាបាទស្រឡាញ់ម៉ូតផ្ទះបើចង់មកផ្ទះចង់មកអីអាចតាក់ទងទៅលេខទូរស័ព្ទខាងលើបានអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្តបើចង់បានវីដេអូផ្ទះបន្ថែមទៀតជួយ comment នៅខាងក្រោមផង